Ok, xuaស្ដីប្រិមិត្តខ្មែរទស្សនាទាំងអស់គ្នាអញ្ចឹងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាទាក់ទងទៅនឹងការ reset ទៅលើទូរស័ព្ទដៃម៉ាក Samsung ណាដែលដំណើរការដោយប្រតិបត្តិការ Android ហើយទូរស័ព្ទនេះគឺ Grand ណា Galaxy Grand អញ្ចឹងពេលយើងចង់ reset វាយើងអាចចូលទៅកាន់អូខេ reset យើងអាចចូលទៅកាន់ទៅរកពាក្យ setting sorry ម្ដងទៀតនេះ setting បន្ទាប់មកយើង scroll មកក្រោមមកនេះ scroll មកក្រោមអ្នកទាំងអស់គ្នានឹងឃើញកន្លែង backup and reset ចុចទៅលើពាក្យ backup and reset បន្ទាប់មកយើងអាចពេលយើងចង់ពេល reset ហ្នឹងយើងអាច backup ទិន្នន័យទុកណាយើង take កន្លែងនេះអូខេទុកចឹងទៅហើយកន្លែងខាងក្រោមនេះគឺយើងអាចចុចទៅលើវាគឺ factory data reset បន្ទាប់មកយើង reset device ហើយកន្លែងនេះយើងជាប់ទៅលើ pin code យើងអញ្ចឹងយើងអាចដាក់ pin code យើងដាក់ password នឹងមក continue delete all អញ្ចឹងទាមទាររងចាំបន្តិចវាកំពុងដំណើរការក្នុងការ reset ទូរស័ព្ទរបស់យើងរងចាំតិចទៅអូខេពេលនេះវាកំពុងដំណើរការទៅលើការ reset របស់យើងអញ្ចឹងខ្ញុំទុកម្ដុំសិនពេល reset ហើយចាំខ្ញុំនឹងបង្ហាញតទៀតយូរបន្តិចហើយណាបាទបន្ទាប់មកវាចេញតកតទៅនឹងទូរស័ព្ទរបស់កូរ៉េណាអញ្ចឹងវាចេញអក្សរកូរ៉េឲ្យអញ្ចឹងដឹងថាមិនទេកន្លែងនេះខ្ញុំចុចយកអង់គ្លេសណាស្រួលមើលអូខេបន្ទាប់មកយើងយកកន្លែងនេះយើង disable វាសិនទៅណាយើងអត់ទាន់ប្រើអ៊ីនធឺណិតដោយប្រើ SIM ទេហើយកន្លែងនេះយើងរើសភាសាដូចខ្ញុំរើសមិញហ្នឹងកន្លែង select language អញ្ចឹងយើងរើសភាសាអីភាសាអង់គ្លេសឬក៏ភាសាកូរ៉េអីជប៉ុនអីស្រាញ់យើងណាអូខេកន្លែងនេះកន្លែងទៅ accessibility អញ្ចឹងយើងអាច click មក auto rank screen អូខេ rotate screen កន្លែងយើង screen យើង load កាប់បញ្ឈរបដេកណាហើយកន្លែងនេះយើងអាចកំណត់វាបានកន្លែង screen timeline គឺកន្លែងភ្លើងដែល load មក
គឺយើងកំណត់ប្រមាណនាទីឬក៏ប្រមាណវិនាទីអញ្ចឹងផ្សាយតែយើងឥឡូវយក1នាទីណាតើមកយើងនិចមកកន្លែងនេះកុំខ្វល់ច្រើនចុចនិចមកនេះណាអូខេបន្តមកទៀតកន្លែងតើនឹងយើងរើស Wi-Fi ឥឡូវខ្ញុំដាក់ចុះ password Wi-Fi ឲ្យហើយISO connect មើលឬក៏បើយើងអត់ចង់កំណត់វាយើងអាច skip ចោលកន្លែងនេះក៏បានរំលងចោលក៏បានដែរណាអូខេ skip តើតើទៅនឹងការកំណត់ពេលវេលាគឺយើងអាចចូលទៅកំណត់បានកន្លែងនេះគឺដូចជាត្រូវហើយបូក7ណាគេនៅស្រុកខ្មែរយើងគឺមកគឺបូក7អញ្ចឹងត្រូវណាយកតាមនឹងមកបន្ទាប់មកយើងនិចតទៀតនេះតទៅពីនេះហើយយើងអាចកន្លែងនេះ I understand and agree to a term to condition about អញ្ចឹង take វាមកហើយយើងនិចតន់បាទហើយយើងកន្លែងនេះយើងអាច sign in ឬក៏ skip វាចោលចាំ sign in ពេលក្រោយក៏បានដែរឥឡូវខ្ញុំ skip វាចោលសិនអូខេ yes ពីទីណាដើរអញ្ចឹង back មកយើងយក no ណាចាំពេលក្រោយយើងនេះ not now បើន័យថាយើងអត់ទាន់បញ្ចូលនៅ email address របស់យើងទេទៅកាន់ Google អញ្ចឹងយើងយក not now យើងអត់ទាន់បញ្ចូលណាបន្ទាប់មកយើងចូលទៅកាន់កន្លែងនេះ click យកចុចរបៀបមកនិចតទៀតfirst name last name okay ដាក់ខ្មែរកូនអូខេកន្លែងនេះយើងអាចយក no សាំងហើយ finish ឬក៏ take កន្លែង enable AC mode setup អញ្ចឹងកន្លែងនេះវាចង់ឲ្យយើងយកព្រមទៅលើការ set up របស់យើងអត់អញ្ចឹងយើង take មកហើយ nick នេះទៅ mode របស់វា nick ទៀតមក easy mode កន្លែងនេះគឺយើងរើសទំហំអក្សរអញ្ចឹងទំហំអក្សរយកវាមានទីនេះ small normal large and hawk អញ្ចឹងយក normal មកហើយ finish នេះ finish យើងកន្លែងនេះយក OK មក run show again ជាងការ reset របស់យើងគឺមានតែប៉ុណ្ណឹងអូខេអរគុណច្រើនទៅលើការ reset Galaxy Grand អូខេមានតែប៉ុណ្ណឹងអូខេ goodbye